nama Thai K2 Liệt sư ôn sư sắp bê Malia mà bị nama Thai K3 Sưខ្ញុំបានឈ្មោះវីកូមេតនាជាសិស្សរៀននៅថ្នាក់ទី5កនៃសាលាសន្តសាវិជ័យខ្ញុំឈ្មោះបញ្ចនារៀនថ្នាក់ទី1រៀននៅសាលាសន្តសាវិជ័យដល់ម៉ោង8យើងបានចេញមកហូបអាហារជុំគ្នាដល់ម៉ោង10យើងបានចេញលេងទៅបន្ទប់ទឹកហើយពេលដល់ម៉ោងចេញទៅផ្ទះយើងចេញនៅម៉ោង11យើងចូលរៀននៅម៉ោង1ចេញទៅផ្ទះវិញម៉ោង3ខ្ញុំមិនខ្លាចលេងទឹកទេព្រោះបីខ្លាចលងខ្ញុំអត់ចូលចិត្តហែលទឹកទេព្រោះខ្លាចលងទឹកសួរថាសួរថាអ៊ូសួរថាសួរថាអ៊ូ
សាលាសន្តសាវយេដូចជាផ្ទះខ្ញុំចូលចិត្តរៀននៅទីនេះសាលាសន្តសាវយេខ្ញុំចូលចិត្តរៀននៅទីនេះព្រោះលោកគ្រូអ្នកគ្រូយកចិត្តទុកដាក់នៅលើខ្ញុំណាស់ពេលនេះខ្ញុំសូមបង្គោលកាមេរ៉ាឲ្យបងផ្នែកអនុវិទ្យាល័យវិញម្ដងយេជំរាបសួរនាងខ្ញុំឈ្មោះដិន តាន់សម្រាប់ថាមកពីថ្នាក់ទី 8 ខនៃសាលាសន្តសាវយេខ្ញុំបាទឈ្មោះឆៃអ៊ីរ៉ាជីស្ដាមកពីថ្នាក់ទី 8A នៃសាលាសន្តសាវយេនៅក្នុងសាលាសន្តសាវយេរបស់អនុវិទ្យាល័យមានថ្នាក់ចំនួន3កម្រិតគឺថ្នាក់ទី 7, 8, 9 ហើយមានចំនួន6ថ្នាក់រៀនមានសិស្ស303នាក់ខ្ញុំសូមបង្ហាញពីថ្នាក់នីមួយៗនៃសាលាសន្តសាវយេនេះគឺជាថ្នាក់ទី 7 នៃអនុវិទ្យាល័យសាលាសន្តសាវយេនេះគឺជាថ្នាក់ទី 7 ខហើយនោះជាថ្នាក់ទី 7 កនេះគឺជាបន្ទប់ទឹកស្រីនិងខាងនោះគឺជាបន្ទប់ទឹកខាងប្រុសនោះគឺជាអាគារ2ជាន់របស់សិស្សសាលាអនុវិទ្យាល័យនិងវិទ្យាល័យរបស់សាលាសន្តសាវយេនេះគឺជាកង់ទីនខាងមធ្យមសិក្សារបស់យើងដែលនៅពេលសម្រាកសិស្សតែងតែមកទិញអាហារអ្វីនៅទីនេះចំណែកហើយនៅទីហ្នឹងមានកង្ហារមានតុមានអីអាចយ៉ាងប្រណិតអាចឲ្យយើងអង្គុយបានលេងកម្សាន្តបានគ្រូដែលខ្ញុំចូលចិត្តជាងគេគឺគ្រូរ៉ាត់ឡៃហេងពីគ្រូគាត់មានជំនាញខាងវិទ្យាសាស្ត្រហើយគាត់បង្រៀនគណិតខ្ញុំយ៉ាងល្អគ្រូយេស៊ូសប្បាយគ្រូសូមសួរលោកគ្រូបរៀនប្រហែលឆ្នាំនេះលោកគ្រូចង់ឆ្នាំក្រោយលោកគ្រូចង់បរៀនថ្នាក់ណាទៀតឆ្នាំក្រោយហើយចង់បរៀនទី 8 ហើយទី 7 ឥឡូវនេះខ្ញុំនឹងនាំអ្នកនរគ្នាមកមើលអ្នកគ្រូដែលខ្ញុំចូលចិត្តជាងគេសួរអ្នកគ្រូគ្រូគីមីរបស់ខ្ញុំកាលថ្នាក់ទី 7 ដែលត្រូវជាគ្រូបន្ទប់ថ្នាក់របស់ខ្ញុំគ្រូខ្សែមួយឥឡូវនេះខ្ញុំសូមប្រកល់កាមេរ៉ាជូនបងផ្នែកវិទ្យាល័យវិញម្ដងយេជំរាបសួរនាងខ្ញុំមានឈ្មោះថានុផាលីសាដែលរៀននៅថ្នាក់ទី 10 កខ្ញុំបាទឈ្មោះវណ្ណាសុចិត្រារៀនថ្នាក់ទី 10 ខហើយខ្ញុំនឹងរៀបរាប់អំពីសាលារៀនរបស់យើងដែលមានចំនួន 7 ខ្នងហើយនឹងសិស្សចំនួនសរុប 277 នាក់ហើយខ្ញុំនឹងរៀបរាប់ពីជីវិតនៃសិស្សវិទ្យាល័យភាពសិក្សាដែលមានភាពយ៉ាងមមាញឹកនៅក្នុងការសិក្សានិងការប្រកួតប្រណាំងគ្នាជាមួយនឹងអក្សរ
ស្លោរួចតែផ្ទះមាន3ហ្នឹងដាក់រោបានអាចថតឲ្យមើលសកម្មភាពដែលខ្ញុំមកសាលារៀនរាល់ថ្ងៃខ្ញុំតែងតែយកមកអ្វីដែលខ្ញុំចូលចិត្តនោះគឺតុក្កតាដើម្បីដាក់បន្តោងរបស់រូបហើយឲ្យវាមើលទៅមានសោភ័ណភាពល្អនិងខ្ជិលខ្ជួរគួរឲ្យស្រឡាញ់ផងដែរហើយរបស់ខ្ញុំចូលចិត្តយកមកស្រឡាញ់គេគឺយើងអាចដាក់ខ្ញុំអាចដាក់នៅវិញ្ញាសាប្រឡងឬអាចដាក់ក្រដាស់ប្រឡងអាចធ្វើចែកឲ្យគឺដើម្បីឲ្យយើងទុកមើលនៅពេលក្រោយទៀតហើយនេះគឺជាមួកដែលខ្ញុំរៀនរាល់ថ្ងៃខ្ញុំជិះកង់មករៀនហើយខ្ញុំតែងតែពាក់មួកនេះមកវាជួយយើងការពីពេលភ្លៀងហើយនិងការពីពីកម្ដៅភ្លើងព្រះអាទិត្យបន្តិចទៀតនេះខ្ញុំនឹងឲ្យដងកាមេរ៉ាទៅកាន់អន្តេវិសិកដ្ឋានយេជំរាបសួរខ្ញុំឈ្មោះឆេងញឹមសៀងហើយខ្ញុំរៀនថ្នាក់ទី11ខ្ញុំបាទឈ្មោះមុនបញ្ញារៀនថ្នាក់ទី10ពួកយើងកំពុងរស់នៅក្នុងអន្តេវាសិកដ្ឋាននៃសាលាសន្តសាវិយេអន្តេវាសិកដ្ឋានរបស់យើងមានអគារ4ខ្នងហើយមានលោកគ្រូអ្នកគ្រូចំនួន3នាក់និងសិស្សសរុបចំនួន40នាក់ដែលកំពុងរស់នៅទីនេះឥឡូវនេះសូមអញ្ជើញអ្នកទាំងអស់គ្នាមកស្គាល់អំពីជីវិតរស់នៅក្នុងអន្តេវាសិកដ្ឋាននៃសាលាសន្តសាវិយេនេះគឺជាផ្ទះប្រុសៗដែលមានឈ្មោះថាផ្ទះមុទិតានេះគឺជាបន្ទប់រៀនរបស់សិស្សប្រុសដែលរស់នៅក្នុងអន្តេវាសិកដ្ឋាននេះគឺជាតុរៀនរបស់ខ្ញុំផ្ទាល់ហើយនៅខាងនេះគឺជាតុរៀនរបស់មិត្តភ័ក្តិរបស់ខ្ញុំដែលនៅទីនេះទាំងអស់គ្នាហើយនេះគឺជាបន្ទប់គេងដែលយើងគេងនៅទីនេះរាល់យប់យើងស្នាក់នៅខាងលើគឺជាបន្ទប់គេងនេះគឺជាក្រែរបស់យើងដែលយើងរៀបចំហើយយើងគេងនៅពេលដែលថ្ងៃឈប់សម្រាកអត់ទៅស្អាតទេដោយសារតែពួកគាត់ឲ្យបានរៀបចំជាសញ្ញាគ្រីម្ដងទៀតហើយនេះគឺជាផ្ទះខាងស្រីផ្ទះកណ្ណាហើយនេះជាបន្ទប់រៀនដែលយើងត្រូវសិក្សារាល់ថ្ងៃនេះជាកន្លែងដែលខ្ញុំរៀនរាល់ថ្ងៃនៅក្នុងនេះសុទ្ធតែយើងមានកន្លែងរៀនម្នាក់មួយដើម្បីរៀនជុំគ្នាឬក៏យើងរៀនខ្លួននេះគឺជាផ្ទះខាងស្រីហើយយើងមានទូមានក្រែងមានកង្ហារម្នាក់មួយសម្រាប់ប្រើប្រាស់និងមានបន្ទប់ទឹកនិងរបស់ប្រើប្រាស់អីផ្សេងដែលយើងប្រើម្នាក់ឯងហើយនឹងជារបស់រួមខ្លះនេះគឺជាហលដែលញ៉ាំបាយពេលព្រឹកពេលថ្ងៃពេលល្ងាចហើយនឹងសម្រាប់យើងធ្វើកម្មវិធីផ្សេងដូចជាសង្ក្រាន្តដូចជាកម្មវិធីប្រជុំខាសាលាផ្សេងអញ្ចឹងខាងក្រៅរបស់ខ្ញុំហ្នឹងគឺជារូបថតដែលយើងថតជុំគ្នានៅក្នុងកម្មវិធីផ្សេងគឺជាបន្ទប់ធ្វើម្ហូបកន្លែងដែលយើងចម្អិនម្ហូបរាល់ថ្ងៃសម្រាប់អាហារពេលថ្ងៃពេលល្ងាចនិងពេលព្រឹកហើយក្នុងថ្ងៃច័ន្ទដល់ថ្ងៃសុក្រគឺមាន
ម៉ាក់ចុងភៅគាត់មកធ្វើម្ហូបឲ្យយើង3ពេល2ពេល ចឹងនៅខាងក្រោយខ្ញុំនេះគឺកន្លែងដាក់សម្ភារៈដូចជាចានកាវ៉ាត់ឬក៏ការ៉ូបប្រអប់អីគេផ្សេងៗហើយយើងមានកន្លែងលាងចាននិងលាងសម្ភារៈផ្សេងពីគ្នាប៉ុន្តែក្នុងកន្លែងតែមួយនៅខាងនេះគឺជាកន្លែងលាងចានហើយខាងនេះគឺជាកន្លែងលាងសម្ភារៈ តើអ្នកទាំងអស់គ្នារីករាយក្នុងការទស្សនាបរិវេណសាលាសន្តសាវិជ្ជារបស់ពួកយើងដែរឬទេ ពួកយើងរីករាយបន្តនិងរីកចម្រើននៅទីនេះហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលរួមដំណើររបស់ពួកយើងដែរ យេ